យើងក្រឡេកទៅចាប់អារម្មណ៍នៅខាងខេត្តស្ទឹងត្រែងឯនេះវិញគឺស្រូវស្រែចំការដាំដុះដំណាំហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅក្នុងឃុំចំនួន5ក្នុងស្រុកសេសានក៏រងផលប៉ះពាល់ដោយសារតែចំនួនទឹកទន្លេស្រែពកនិងទន្លេសេសាននឹងដែរនៅក្នុងស្រុកសេសានមានឃុំចំនួន5រួមមានឃុំក្បាលរមៀសឃុំតាឡាតឃុំសាមខួយឃុំថ្លុកនិងឃុំកំផុនរងផលប៉ះពាល់ដោយទឹកជំនន់ទន្លេស្រែពកនិងទន្លេសេសានហើយផ្ទះប្រជាពលរដ្ឋប្រមាណជាជាង100ក្នុងផ្ទះក៏រងផលប៉ះពាល់ផងដែរសកម្មភាពនៃការចុះទៅពិនិត្យស្ថានភាពផលប៉ះពាល់ឥទ្ធិពលនៃទឹកជំនន់ទន្លេស្រែពកនិងទន្លេសេសាននៅថ្ងៃទី25ខែកញ្ញានេះដែរលោកសវណ្ណពិសេសដែលជាអភិបាលស្រុកបានណែនាំទៅដល់អាជ្ញាធរភូមិឃុំនគរបាលប៉ុស្តិ៍ប្រជាការពារត្រូវដាក់កម្លាំងប្រចាំការមើលប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេស្រែពកនិងទន្លេសេសានដែលរងផលប៉ះពាល់ពីរបបទឹកជំនន់នេះលោកក៏បានបន្តទៀតថាការត្រៀមលក្ខណៈសង្គ្រោះដើម្បីជួយជម្លៀសពួកគាត់ទៅកន្លែងទួលសុវត្ថិភាពដែលបានរៀបចំប្រសិនបើទឹកមានការហក់ឡើងខ្លាំងហើយមួយវិញទៀតផ្ទះរបស់បងប្អូនធំខ្ពស់សូមឲ្យបងប្អូនប្រជាពលរដ្ឋយើងនៅក្នុងភូមិចាផងរបងជាមួយគ្នានឹងអាចចូលទៅស្នាក់អាស្រ័យជាបណ្ដោះអាសន្នដើម្បីឲ្យពួកគាត់ចាជួយចេញពីតំបន់ដែលកំពុងប្រឈមបានមួយគ្រាដែរដោយឡែកលោកប៉ែនសុបុលដែលជាមេឃុំក្បាលរមាសវិញក៏បានបញ្ជាក់ថាថ្នាក់ឃុំបានណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីទឹកជំនន់នេះឲ្យមានការបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ជាពិសេសគឺការពារកូនចៅតូចៗកុំឲ្យចុះលេងទឹកនិងបង្ការសត្វមានចាពឹសក៏ដូចជាពស់ឬក្អែបអីជាដើមនឹងហើយប្រសិនបើមានករណីប្រឈមណាមួយសូមរាយការណ៍មកកាន់អាជ្ញាធរឃុំសមត្ថកិច្ចប៉ុស្តិ៍នគរបាលដែលនៅជិតបំផុតដើម្បីឲ្យមានការជួយទាន់ពេលជៀសវាងករណីផ្សេងទៀតដែលអាចកើតឡើងជាយថាហេតុណាមួយចានេះគឺជាការបង្ហាញអំពីការយកចិត្តទុកដាក់និងចាត់ចែងដាក់កម្លាំងដើម្បីត្រៀមបង្ការចាក្នុងស្ថានភាពដែលបន្ទាន់ប្រធានស័កណាមួយគឺថាក្រមការងារនឹងអន្តរាគមន៍បានទាន់ពេល